ដែលយើងចាប់ផ្ដើមលេង99 Night in the Forest លើកដំបូងយើងបានមកដល់ក្នុងព្រៃជាមួយនឹងគោដៅមួយគឺដើររកក្មេងដែលបានបាត់ខ្លួនទាំង4ហើយអំឡុងពេលដែលយើងកំពុងតែដើររកក្មេងទាំង4នេះក៏បានតែយើងឃើញនៅរឿងចម្លែកនិងរបស់បាក់បែកច្រើនមែនតើដែលធ្វើឲ្យយើងអ្នកលេងនេះគឺលេងបដានិងឆ្ងល់បដាថាមានរឿងកើតឡើងនៅពីក្រោយឈប់សិន Alright បើសិនជាយើងក៏លេងទៅមកក្រោយវាយើងចុច join ចូលទៅក្នុង game នឹងឃើញអក្សរមកផ្ទាំងគេទៅសេថា game នេះបានធ្វើសម្ដៅទៅលើរឿងពិតហើយព័ត៌មានខ្លះក៏ត្រូវបានផ្លាស់ប្ដូរផងដែរ Yes ហើយក៏លេងមកមើលក្រុមនេះវិញគេបានបង្ហាញរូបទាំង4ខុសៗគ្នាមកឲ្យយើងមើលដែរដែលរូបទី1គឺគេបាន report ថាមានសត្វក្តាន់មួយក្បាលឈរតែប្រើជើង2ខុសពីធម្មជាតិទូទៅនៅក្នុងព្រៃហើយបន្ទាប់ពីមួយអាទិត្យក្រោយមកមានក្មេង4នាក់ត្រូវបានបាត់ខ្លួនហើយវាច្បាស់ណាស់ថាមានអ្វីកើតឡើងចម្លែកខុសប្រក្រតីនៅក្នុងព្រៃបន្ទាប់ពីប៉ូលីសបានដើរស្វែងរកដោយគ្មានតម្រុយពីក្មេងដែលបានបាត់ខ្លួនព្រៃឈើទាំងមូលត្រូវបានបិទជាសាធារណៈដូច្នេះហើយក៏យើងមាន99ថ្ងៃក្នុងការដើររោនិងបកស្រាយពីអាថ៌កំបាំងថាមានអ្វីកើតឡើងនៅពេលក្រោយឲ្យប៉ុនប្រកាសនេះគឺជាទ្វារដែលគេបានបិទហើយយើងគឺត្រូវបើកទ្វារហ្នឹងចូលទៅស៊ើបអង្កេតពីអាថ៌កំបាំងឈប់ទៅមិញនេះគឺគេបានបញ្ជាក់ថាហ្គេមនេះគឺបានធ្វើចេញពីរឿងពិតនៅខាងក្រៅហើយខ្ញុំក៏បានចាប់ផ្ដើមទៅ research មើលហើយក៏បានរកឃើញថា it actually real គឺរឿងដែលមានមនុស្សបាត់ខ្លួននៅក្នុងព្រៃគឺវាពិតជាមានកើតឡើងនៅខាងក្រៅមែន I mean នៅឆ្នាំ2023ខែ6ថ្ងៃទី9គឺមានយន្តហោះមួយបានដឹកមនុស្ស7នាក់ហើយក្នុងចំណោម7នាក់គឺមានស្ត្រីម្នាក់និងកូនរបស់គាត់ក្នុងនោះ4នាក់ដែរជាអកុសលដែលការចាក់ចេញបានតែបន្តិចយន្តហោះក៏ត្រូវបានគាំងខូចធ្លាក់បាត់ទៅហើយអ្នកដែលនៅរស់គឺមានតែក្មេង4នាក់តែប៉ុណ្ណោះដែលត្រូវមកធ្លាក់យន្តហោះជាប់តែតោនៅក្នុងព្រៃ Amazon តែ4នាក់គត់តែអរគុណព្រះជាម្ចាស់ដែលសារតែក្មេងតែ4នាក់ត្រូវបានគេជួយឲ្យមានសុវត្ថិភាពឡើងវិញស្ដាប់ទៅគឺវាដូចក្នុងសាច់រឿងហ្គេមដែរដែលយើងត្រូវតែជួយក្មេងទាំង4ពីការជាប់ខុំនៅក្នុងខ្លោងទ្វារក៏ប៉ុន្តែក៏យើងត្រូវការឆ្លងកាត់សត្វផ្សេងៗដូចគ្នាដើម្បីបានសើយកទៅចាក់ខ្លោងទ្វារដើម្បីយកក្មេងក៏ប៉ុន្តែរបស់ពីរយ៉ាងដែលរឿងនៅខាងក្រៅអត់មានដូចនៅក្នុងហ្គេមនោះគឺជា The Deers ដែលជាសត្វក្តានដែលឈរជើងពីរដូចមនុស្សហើយនិង Cultists ដែលជាមនុស្សព្រៃចាំសម្លាប់យើង Well The Deers ដែលជាសត្វក្តានមួយដែលឈរជើងពីរគឺវាគ្មានប៉ុទេនៅខាងក្រៅក៏ប៉ុន្តែក៏បានដកស្រង់វាចេញពីប្រពៃណីនិងសាសនាមួយដែលសំដៅទៅបិសាចមានឈ្មោះថា Wendigo ដែលតម្រងរបស់វាគឺមានកម្ពស់ខ្ពស់ហើយមានខ្លួនជាមនុស្សពាក់កណ្ដាលហើយនិងសត្វក្តាន់ពាក់កណ្ដាល Alright ក្រោយពីយើងដឹងថាសាច់រឿងពិតវាមិនអស់ហើយឥឡូវគឺយើងទៅវែកញែកសាច់រឿងហ្គេមវិញម្ដងរឿងដែលយើងត្រូវតែដើររកក្មេងដែលបានបាត់ខ្លួននៅក្នុងព្រៃគឺវាចម្លែកទេដោយសារតែគេបានធ្លាក់យន្តហោះមកក្នុងព្រៃដែលផុសតាំងយើងអាចចាប់បានថាមានយន្តហោះច្រាស់មួយបានធ្លាក់នៅកន្លែងចៃដន្យមួយនៅក្នុងព្រៃគឺវាដូចទៅនឹងសាច់រឿងពិតដែរដែលក្មេងទាំង4បានធ្លាក់ចូលក្នុងព្រៃ Amazonហើយហេតុអីបានជាយើងទៅរកឃើញពួកគេជាប់នៅក្នុងខ្លោងទ្វារគុកវិញដោយរឿងហ្នឹងគឺវាបានបកស្រាយហើយនៅផ្ទាំងกระดาษមួយរបស់ Dino Kids ដែលជាដំបូង Dino Kids កំពុងតែអង្គុយលេងសោកក៏ត្រូវបានបិសាច Deer ចាប់យកទៅដាក់ក្នុងខ្លោងទ្វារគុកយើងក៏លេចមកមើលពីរឿង The Deers វិញហើយអ្វីបានជាវាតែងតែសម្លឹងមើលមកយើងនឹងរងចាំយើងហើយនឹងដេញសម្លាប់យើងគ្រប់ពេលវេលាហើយវាក៏មានជាកូនចៅដែរដែលយើងហៅថា Cultist ដែលយើងធ្លាប់ឃើញនៅកន្លែងមួយដែលពួក Cultist គឺបានចាប់ខ្លាឃ្មុំនិងឆ្កែចចកដាក់ចូលនៅក្នុងទ្រុងគឺដើម្បីតែរឿងមួយគត់គឺវាចាប់យកទៅឲ្យ The Deer ស៊ីដែលយើងអាចឃើញនៅឃ្លីបមួយដែល The Deer វាកំពុងតែស៊ីខ្លាឃ្មុំឬក៏ចចកនឹងឯងចូលទាំងអស់នេះគឺបញ្ជាក់ថា The Deer ជា Wendigo គឺ no មែនទេកន្លែងនេះមួយគឺវាដូចជាកន្លែងមន្ទីរពិសោធន៍ចាប់ចងដៃចងជើងចាក់ថ្នាំធ្វើអីចឹងក៏ប៉ុន្តែវាត្រូវបានខូចវាបបងចោលបាត់ហើយអញ្ចឹងហើយគឺតាមការសិក្សាស្រាវជ្រាវក៏បានដឹងថាតាំងពីដើមឡើយមានអ្នកវិទ្យាសាស្ត្របានចាប់យកសត្វក្តានមួយយកទៅធ្វើមន្ទីរពិសោធន៍ក៏បានឲ្យវាដោះដៃដោះជើងលោតកម្ពស់យើងបាត់ចេញពីព្រៃនេះតែប៉ុណ្ណោះដោយសារតែវាធ្លាប់មានប្រវត្តិអាក្រក់ជាមួយនឹងមនុស្សដែលជាអ្នកវិទ្យាសាស្ត្រនឹងឯង Well នេះគឺជារឿងរ៉ាវនៅពីក្រោយរបស់ Game 99 Night in the Forest វាក៏គ្រាន់តែជា theory មួយដែរ and goodbye see you